រដូវកាល FIFA World Cup ឆ្នាំ2026កាន់តែខិតជិតមកដល់ហើយតែសូមសួរបន្តិចសិនតើបងប្អូនដឹងទេថា World Cup ត្រូវបានបង្កើតឡើងនៅឆ្នាំណាហើយតើប៉ុន្មានឆ្នាំទើបមានការប្រកួតម្ដង World Cup ត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ1930ដោយប្រទេសដែលឈ្នះជើងឯកលើកដំបូងគេគឺអ៊ុយរ៉ាហ្គាយខណៈជើងឯកចុងក្រោយបំផុតគឺអាសង់ទីនក្នុងឆ្នាំ2022ការប្រកួត World Cup ត្រូវបានធ្វើឡើងរៀងរាល់4ឆ្នាំម្ដងបន្ទាប់ពីការប្រកួតចម្រុះនិង Qualify ពីគ្រប់ទ្វីបហើយអ្វីដែលពិសេសសម្រាប់ឆ្នាំ2026នេះគឺមានរហូតដល់48ប្រទេសចូលរួមការប្រកួតថ្ងៃនេះខ្ញុំនឹងបង្ហាញពីប្រទេសដែលឈ្នះពាន FIFA World Cup ច្រើនជាងគេបំផុតទី1ប្រេស៊ីល5ដងឆ្នាំ1958ឆ្នាំ1962ឆ្នាំ1970ឆ្នាំ1994និងឆ្នាំ2022ទី2អ៊ីតាលី4ដងឆ្នាំ1934ឆ្នាំ1938ឆ្នាំ1982និងឆ្នាំ2006ទី3ជឺម៉ានី4ដងឆ្នាំ1954ឆ្នាំ1974ឆ្នាំ1990និងឆ្នាំ2014ទី4អាសង់ទីន3ដងឆ្នាំ1978ឆ្នាំ1986និងឆ្នាំ2022ទី5បារាំង2ដងឆ្នាំ1998និងឆ្នាំ2018ទី6អ៊ុយរ៉ាហ្គាយ2ដងឆ្នាំ1930និងឆ្នាំ1950ចំណែកតែអង់គ្លេសនិងស្ប៉ាញឈ្នះបានតែម្ដងប៉ុណ្ណោះហើយសំណួរចុងក្រោយតើប្រិយមិត្តគិតថាប្រេស៊ីលអាសង់ទីនបារាំងឬក៏ក្រុមណាមួយនឹងក្លាយជាជើងឯក FIFA World Cup ឆ្នាំ2026 Comment នៅខាងក្រោមហើយកុំភ្លេច follow page ដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗបន្តទៀត